ថ្ងៃនេះសូមមក review អីវ៉ាន់ដែលខ្ញុំបានកំងពី app Lazada ដែលខ្លួនឯងពុកម៉ែបងប្អូនទាំងគ្នាសម្រាប់អីវ៉ាន់នេះខ្ញុំចុចកំងប្រហែលជាមួយសប្តាហ៍បានដឹកទៅដល់ថៃហើយនៅរោងចាំទៀតប្រហែលជា10ថ្ងៃអីដែរព្រោះដោយសារតែអីវ៉ាន់ហ្នឹងវាកំងមកពីចិនបន្តអញ្ចឹងណាអញ្ចឹងអីវ៉ាន់ហ្នឹងវារៀងយូរអញ្ចឹងធម្មតាអីវ៉ាន់វាយូរលឿនដោយសារតែការដឹកទៅដល់ឃ្លាំងនៅថៃទេអញ្ចឹងនៅពេលដែលអីវ៉ាន់ទៅដល់ឃ្លាំងនៅថៃតែ3ថ្ងៃទៅ4ថ្ងៃគេបញ្ចេញមកខ្មែរនិយាយពីថងនេះហែកយូរដល់ហើយកត្រៃផងអីផងគេដាក់រុំចិត្តឲ្យល្អមែនទេណាពុកម៉ែបងប្អូនអ្នកគ្នាចឹងសម្រាប់អីវ៉ាន់នេះគឺយើងអត់ចាំបាច់ភ័យខ្លាចបែកបាក់អីទេព្រោះដោយសារតែខ្ញុំបានបញ្ជាក់ទៅខាងហាងឲ្យគេជួយរៀបចំវិកខ្ចប់ឲ្យស្អាតចឹងពេលពុកម៉ែបងប្អូនទិញខ្លួនឯងគឺសូមបញ្ជាក់ទៅខាងហាងដូចគ្នាគេរៀបវិកខ្ចប់ឲ្យស្អាតសបកខាងក្រៅកពិតទៅកុំឲ្យតែកពិតអីវ៉ាន់ខាងក្នុងទៅបានហើយអញ្ចឹងនេះគឺជាអីវ៉ាន់ដែលខ្ញុំបានកំងមួយនេះគឺតម្លៃត្រឹមតែ89បាតទេពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងគុណភាពវាល្អហើយខ្ញុំបានប្រើហើយនៅពេលដែលខ្ញុំដាក់ទឹកកកគឺវាទប់ជាតិត្រជាក់ហ្នឹងទប់ទឹកកកហ្នឹងដូចថាខ្ញុំដាក់ពេលល្ងាចចឹងដល់ព្រឹកឡើងក៏អត់តន់រលាយអស់ដែរអាចនៅបានចាក់បានញ៉ាំម្ដងទៀត2ដងទៀតនោះចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់កំងអីវ៉ាន់មកពីថៃម្បាក់ជិះទៅដល់នោះត្រូវចំណាយលុយគេងទស្សនៈត្រូវចំណាយលុយជិះឡានហូបចុកអីចាអាច check ជាមួយនឹង app Lazada បានហើយសម្រាប់ថ្លៃដឹកគឺយើងគិតជាគីឡូសម្រាប់អីវ៉ាន់តូចហើយសម្រាប់អីវ៉ាន់ធំគឺយើងវាស់ម៉ែត្រហើយយើងគុណចេញជាគីឡូដូចគ្នាសម្រាប់អីវ៉ាន់គឺយើងថ្លឹង1គីឡូត្រឹមតែ$1កន្លះហើយសម្រាប់បងប្អូនដែលមានអីវ៉ាន់ច្រើនកញ្ចប់តូចច្រើនហ្នឹងគឺយើងថ្លឹងរួមគ្នាបានចង់អរគុណច្រើនសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងទេជម្រាបលាពុកម៉ែបងប្អូនអរគ្នា